ក្បួនមាសទាំង5របស់អ្នកលក់ជោគជ័យមិនមែនគ្រប់ម្ចាស់អាជីវកម្មឬអ្នកលក់ផលិតផលរបស់ក្រុមហ៊ុនទាំងអស់សុទ្ធតែជោគជ័យក្នុងអាជីពលក់របស់ពួកគេនោះទេអ្នកខ្លះអាចជាមនុស្សដែលមានសមត្ថភាពមានដុងពីកំណើតក្នុងការបញ្ចុះបញ្ចូលឲ្យអតិថិជនទិញផលិតផលរបស់គេតែអ្នកខ្លះទៀតជ្រើសរើសយកការងារមួយនេះដោយសារគ្មានជម្រើសការងារផ្សេងក៏មានតែទោះជាយ៉ាងណាអ្នកលក់អាជីពដែលមានដុងពូកែនិយាយឲ្យគេទិញផលិតផលឬអ្នកគ្រាន់តែធ្វើការដើម្បីយកប្រាក់បៀវត្សក៏ដោយគួរតែដឹងអំពីយុទ្ធសាស្ត្រលក់ដ៏ជោគជ័យដើម្បីផលប្រយោជន៍របស់ខ្លួនជាពិសេសក្នុងនាមជាម្ចាស់អាជីវកម្មត្រូវតែដឹងអំពីយុទ្ធសាស្ត្រលក់ដ៏ជោគជ័យនេះចង់ដឹងថាយុទ្ធសាស្ត្រទាំង5នោះមានអ្វីខ្លះតោះតែស្ដាប់បន្តនៅចំណុចនីមួយៗមួយធ្វើការកំណត់ទីផ្សារគោលដៅរបស់អ្នកឲ្យបានច្បាស់វាជាការសំខាន់បំផុតមុនពេលចាប់ផ្ដើមលក់ផលិតផលមួយលើទីផ្សារយើងត្រូវតែដឹងនិងកំណត់ឲ្យបានច្បាស់ជាមុនសិនថានរណាជាអតិថិជនគោលដៅរបស់យើងខណៈដែលយើងមានផលិតផលស្រាប់ហើយស្វែងរកអតិថិជនតាមក្រោយយើងត្រូវមើលថាទីតាំងឬតំបន់ដែលយើងចង់យកផលិតផលទៅលក់នោះមានភាគរយអ្នកត្រូវការតិចឬច្រើន 2. កំណត់ការផ្សព្វផ្សាយរបស់អ្នកបន្ទាប់ពីកំណត់ទីផ្សារគោលដៅមកអ្នកចាប់ផ្ដើមដល់ពេលស្វែងរកបណ្ដាញដើម្បីលក់ផលិតផលដូចជាតាមកន្លែងលក់ដុំដេប៉ូចែកចាយអ្នកងារលក់និងតាមរយៈអ្នកលក់រាយនានាអ្នកប្រហែលជាត្រូវការជំនួយពីពួកគេទាំងអស់ដោយសារពួកគេស្គាល់ទីផ្សារនោះច្បាស់ជាងអ្នកអាចនឹងត្រូវសុំជំនួយខ្លះពីពួកគេនៅក្នុងការប្រមូលព័ត៌មានឬទិន្នន័យរបស់អតិថិជនដូចជាការសុំលេខទូរស័ព្ទឬសារអេឡិចត្រូនិកទំនាក់ទំនងជាដើមបន្ទាប់ពីបានព័ត៌មានទាំងអស់នោះអ្នកអាចងាយស្រួលនៅក្នុងការផ្សព្វផ្សាយផលិតផលរបស់អ្នកឲ្យដល់ពួកគេផ្ទាល់ 3. ដឹងពីសំណួរដែលអ្នកត្រូវឆ្លើយអ្នកលក់ដែលពូកែតែងតែត្រៀមចម្លើយជាមុនដើម្បីឆ្លើយសំណួរអតិថិជនបន្ទាប់ពីគេបានធ្វើការផ្សព្វផ្សាយផលិតផលរបស់គេទៅដល់អតិថិជនអនុញ្ញាតឲ្យអតិថិជនប្រើប្រាស់សាកល្បងគេបានត្រៀមជាកម្រងសំណួរដើម្បីសួរពីមតិយោបល់របស់អតិថិជនក៏ដូចជាត្រៀមចម្លើយជាស្រេចដើម្បីឆ្លើយនៅរាល់សំណួររបស់អតិថិជនអំពីផលិតផលគេអាចធ្វើបែបនេះបានព្រោះគេបានដើរតួខ្លួនឯងជាអតិថិជនហើយគេក៏ស្គាល់ច្បាស់ពីផលិតផលដែលមាននៅក្នុងដៃរបស់ពួកគេផងដែរ 4. ផ្ដល់និងកសាងមានន័យថាគេផ្ដល់នៅអតិថិជននៅផលិតផលរួមទាំងទំនុកចិត្តហើយគេបានកសាងនៅទំនាក់ទំនងយ៉ាងល្អជាមួយអតិថិជនបន្ទាប់ពីការលក់ផលិតផលដល់អតិថិជនពួកគេតែងសួរទៅកាន់អតិថិជនដើម្បីបានជាមតិយោបល់ត្រឡប់មកវិញធ្វើបែបនេះដើម្បីកែលម្អរាល់ចំណុចខ្វះខាតដែលមានលើផលិតផលក៏ដូចជាសេវាកម្មលក់គេជាមនុស្សឆ្លាតព្រោះគេដឹងថាអតិថិជននឹងត្រឡប់មកវិញម្ដងទៀតប្រសិនបើគេអាចចងចិត្តអតិថិជននៅការយកចិត្តទុកដាក់និងទំនាក់ទំនងល្អជាមួយ 5. ត្រួតពិនិត្យចំណុចនេះសំខាន់ណាស់ដើម្បីឈានទៅរកភាពជោគជ័យនៃការលក់ដើម្បីចងបានភាពជោគជ័យអ្នកត្រូវតែត្រួតពិនិត្យខ្លួនឯងជាប្រចាំថាតើខ្ញុំធ្វើវាបានដោយរបៀបណាតើវាមានដំណើរការបែបណាចំណុចណាដែលវាដំណើរការទៅបានល្អតើអ្វីដែលមិនដំណើរការវាឧបសគ្គអ្វីដែលជាការរារាំងដល់ដំណើរការនេះតើខ្ញុំបានឈានឡើងដល់ចំណុចដែលជាគោលការណ៍ឬចំណុចដែលខ្លួនឯងចង់បានហើយឬនៅបើរកឃើញចំណុចដែលល្អអ្នកត្រូវតែប្រឹងបន្ថែមហើយចំណុចដែលរារាំងដល់ដំណើរការងារនោះយើងត្រូវតែរកឲ្យឃើញថាវាបណ្ដាលមកពីអ្វីហើយយើងត្រូវរកផ្លូវផ្សេងដើម្បីជំរុញការលក់ឲ្យបានល្អ
និងជោគជ័យព្យាយាមកែប្រែចំណុចខ្វះខាតទៅជាឱកាសដើម្បីអភិវឌ្ឍខ្លួនបន្ថែមទៀត។